អត់រួចខ្លួនទេបើសិនតែយើងអត់មានអីចំណូលទុបពីក្រៅទៀតគឺពឹងទៅលើ pass up ហ្នឹងគឺចប់ហ្មងការកើនឡើងនៃតម្លៃប្រេងសាំងនិងមស្មាន LPG ឬហ្គាសរយៈពេលជិត1ខែនេះបានបង្កជាក្តីបារម្ភសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសអ្នករត់រមាក់កង់ B&D និងអ្នកដឹកជញ្ជូនម្ហូបអាហារដែលសង្ឃឹមលើការប្រកបរបរទាំងនេះដើម្បីបានថវិកាផ្គត់ផ្គង់គ្រួសារនិងបង់ការប្រាក់ធនាគារប្រចាំខែដូចពួកខ្ញុំរាល់ថ្ងៃមកបោតាមដងផ្លូវនេះអត់ទៅពឹងអីបានទេបងអើយដោយសារគេឡើងថ្លៃពេករាល់ថ្ងៃឡើងចិត្តបងគាត់មើលក្រាស់ខ្លះឡើងដល់40 បាតហើយក្រាស់ខ្លះនៅ32 33ភាគច្រើនគឺ35 36ពីមុនចាក់សាំងអស់តែ3ទៅ2កន្លះរត់បានមួយថ្ងៃវល់ងាយតែឥឡូវ20000ជាងអីអត់គ្រាន់ទេមួយថ្ងៃរកចំណូលអត់សូវបានហើយបងធនាគារផងអីផងចំណូលគ្រប់គ្រួសារផងគឺប៉ះពាល់មែនតើមកដោយសារតែរត់ Grab មានថ្ងៃខ្លះបានថ្ងៃខ្លះអត់ឲ្យសាំងថ្លៃអញ្ចឹងគឺយើងដឹកអត់សូវចំណេញដូចមុនបើកាលមុនសាំង3008យើងបានចំណូលខ្លះឲ្យផ្ទះច្រើនដល់ឥឡូវសាំងឡើង5400វាឡើង1600ហើយយើងបាត់បង់ចំណូលតាមនឹងដែរបងរាល់ថ្ងៃនេះបើសិនរត់បានបើហត់អេបបានត្រឹម50000វិញកាត់ទៅលើថ្លៃជើងសាកាត់ទៅលើហ្គាសកាត់ទៅលើការហូបចុកយើងប្រចាំថ្ងៃហ្នឹងគឺអត់មានអត់ហ្មងអត់រួចខ្លួនទេបើសិនតែយើងអត់មានអីចំណូលទុបពីក្រៅទៀតគឺពឹងទៅលើ pass up ហ្នឹងគឺចប់ហ្មងដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃនិងការឡើងថ្លៃនៃប្រេងសាំងនិងមស្មាន LPG ឬហ្គាសនេះលោកនឿននិងលោកពេជ្របានបន្ថែមមកនៅក្នុងការដឹកភ្ញៀវនិងដឹកជញ្ជូនម្ហូបអាហារសម្រាប់សាំងឡើងថ្លៃយើងក៏រត់ឲ្យយូរជាងមុនដែរបងដោយសារតែបើយើងរត់ដូចពីមុនចំណូលវាអត់បានច្រើនទេតើរត់យូរជាងមុនដូចដល់ស្រាប់រត់10ម៉ោងអញ្ចឹងសាំងឡើងថ្លៃយើងអាចរត់ពី3ទៅ4 10ម៉ោងអញ្ចឹងរត់ពីម៉ោង5ជិតភ្លឺឥឡូវដល់ម៉ោង10យប់អីដោយសារអីយើងត្រូវរកប្រាក់បន្ថែមដើម្បីឲ្យគ្រប់គ្រួសារឲ្យបានបាទសូមដល់សម្ដេចហ៊ុនសែនសម្ដេចហ៊ុនណែតសម្ដេចទាំងទ្វេបើសិនជាលោកមានការយោគយល់ដល់អ្នកដឹកជញ្ជូនអាចសុំជួយឲ្យសាំងចោលថោកជាពួកខ្ញុំអ្នករត់កង់3តាមដងផ្លូវហ្នឹងគឺឲ្យគាត់ជួយចោះតម្លៃតិចវិញមកឲ្យគាត់ហ្គាសអញ្ចឹងណាបងកាលពីថ្ងៃសៅរ៍ទី21ក្រុមហ៊ុន Sokimic បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្ដោះអាសន្នហើយការផ្អាកនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ2026ខាងមុខនេះឆ្លើយតបនឹងសេចក្តីជូនដំណឹងនេះដែរលោកកែវរតនារដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលមានប្រសាសន៍ថាក្រុមហ៊ុន Sokimic ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង7ដែលផ្គត់ផ្គង់ឧស្ម័ន LPG ឬហ្គាសនៅកម្ពុជាលោកបន្តថាក្រុមហ៊ុន Sokimic ផ្គត់ផ្គង់ឧស្ម័ន LPG ឬហ្គាសប្រមាណតែ 3% ប៉ុណ្ណោះនៅក្នុងទីផ្សារសរុបដូច្នេះប្រសិនបើក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ឧស្ម័ន LPG ឬហ្គាសចាប់ពីខែមេសាតទៅកម្ពុជាក៏នៅតែមានប្រភពមួយចំនួនធំទៀតដែលមានលទ្ធភាពផ្គត់ផ្គង់នៅក្នុងស្រុកបានហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទាន់មានការព្រួយបារម្ភភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះសូមបញ្ជាក់ថាសង្គ្រាមនៅមជ្ឈមបូព៌ារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់មានរយៈពេលជាង3សប្តាហ៍មកហើយសង្គ្រាមនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការដឹកជញ្ជូនប្រេងឥន្ធនៈឧស្ម័ននិងទំនិញផ្សេងទៀតដោយសារតែមានការបិទគប់ច្រកសមុទ្រហូមូសដោយប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានទុកពេលឲ្យប្រទេសអ៊ីរ៉ង់ចំនួន48ម៉ោងដើម្បីបើកច្រកសមុទ្រហូមូសឲ្យបានពេញលេញឡើងវិញបើមិនដូច្នោះទេសហរដ្ឋអាមេរិកនឹងវាយកំទេចរោងចក្រថាមពលផ្សេងៗរបស់អ៊ីរ៉ង់ហើយកាលពីថ្ងៃច័ន្ទម្សិលមិញលោកបានបង្ហោះលើបណ្ដាញសង្គម Truth Social ថាលោកបានណែនាំមន្ត្រីរបស់លោកពន្យាពេលនៅក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់អ៊ីរ៉ង់រយៈពេល5ថ្ងៃសិនបន្ទាប់ពីលោកបានធ្វើការសន្ទនាជាមួយនឹងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់រយៈពេល2ថ្ងៃចុងក្រោយនេះកន្លងមកប្រទេសអ៊ីរ៉ង់ក៏ធ្លាប់បានឆ្លើយតបនឹងលោកដូណាល់ត្រាំដែរថានឹងវាយកំទេចហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមបូព៌ាទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកបន្ថែមពីនេះអ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាទាំងឡាយណាដែលមិនមែនជាសត្រូវរបស់ខ្លួនឆ្លងកាត់ដោយសុវត្ថិភាពប្រសិនបើមានការសម្របសម្រួលជាមួយអ៊ីរ៉ង់